នឹងគ្មានអ្វីកើតឡើងទេលុះត្រាតែកើតមានការលក់ហេតុនេះហើយទើបអ្នកលក់ជាក្រុមមនុស្សដ៏សំខាន់បំផុតមួយនៅក្នុងសង្គមយើងពលគឺបើគ្មានការលក់សង្គមជារួមនឹងគ្មានចលនាអ្វីទាំងអស់អ្នកកសាងទ្រព្យសម្បត្តិពិតប្រាកដនៅក្នុងសង្គមគឺធុរកិច្ចព្រោះធុរកិច្ចជាប្រភពនៃការផលិតទំនិញនិងសេវាកម្មដំណើរទាំងនេះនឹងធ្វើឲ្យមានផលចំណេញនិងបង្កើនទ្រព្យសម្បត្តិពូលគឺធុរកិច្ចធ្វើឲ្យកើតការជួលការងារនិងសុខុមាលភាពផងទាំងពួងរួមទាំងជីវភាពរស់នៅល្អរបស់ប្រជាជននៅតាមទីក្រុងតាមរដ្ឋនីមួយៗឬពលរដ្ឋទូទាំងប្រទេសហេតុនេះទើបធុរកិច្ចជាបច្ច័យដ៏សំខាន់ដែលបញ្ជាក់ឲ្យឃើញពីគុណភាពជីវិតនិងបទស្ថានជីវភាពរបស់មនុស្សនៅតាមតំបន់ភូមិសាស្ត្រនោះអ្នកជាបុគ្គលសំខាន់អ្នកលក់ជាបុគ្គលសំខាន់នៅក្នុងវិស័យធុរកិច្ចគ្រប់ប្រភេទបើប្រាសจากការលក់ក្រុមហ៊ុននឹងបិទទ្វារការលក់ប្រៀបដូចជាការបញ្ឆេះទៀនដែលបញ្ឆេះចលនាប្រព័ន្ធទីផ្សារសេរីទាំងមូលដូច្នេះទិបជោគជ័យនៃសហគមន៍ធុរកិច្ចទាំងអស់នៅទូទាំងប្រទេសមានទំនាក់ទំនងគ្នាដោយផ្ទាល់លំដាប់នៃការលក់កាន់តែមានភាពអធិកអធមប៉ុណ្ណាឧស្សាហកម្មពាណិជ្ជកម្មកាន់តែទទួលជោគជ័យនិងមានផលចំណេញច្រើនឡើងទៅតាមនោះដែរអ្នកលក់បានបរិច្ចាគប្រាក់ឲ្យទៅសាលារៀនមន្ទីរពេទ្យការធ្វើបុណ្យទានបណ្ណាល័យសាធារណៈនិងសកម្មភាពល្អៗទាំងឡាយដែលតាក់ទងនឹងសាធារណប្រយោជន៍ដែលចាំបាច់ចំពោះបទដ្ឋានជីវភាពរបស់ពួកគេតាមរយៈអត្រាលក់ផលចំណេញនិងពន្ធដែលបានពីក្រុមហ៊ុនដែលទទួលជោគជ័យអ្នកលក់បង់ពន្ធឲ្យរដ្ឋគ្រប់កម្រិតសម្រាប់សុខុមាលភាពធានារ៉ាប់រងនិកម្មជនអត់ការងារធ្វើធានារ៉ាប់រងសង្គមការថែទាំសុខភាពនិងផលប្រយោជន៍ផ្សេងហេតុនេះទើបអ្នកលក់មានភាពសំខាន់ចំពោះវិធីជីវិតរបស់មនុស្សទូទាំងប្រទេសអ្នកលក់ជាបុគ្គលប្រកបដោយឥទ្ធិពលមានមួយលើកលោកនាយកមហាវិទ្យាល័យ Calvin បានពោលថាការងារចម្បងរបស់អាមេរិកគឺការធ្វើជំនួញបើអ្នកអានសារព័ត៌មានដូចជា Wall Street Journal Investor Business Daily និងទស្សនាវដ្តីខ្លះដូចជា Forbes Fortune Business Week Inc Business 2.0 Wire និង Fast Company គឺស្ទើរតែគ្រប់រឿងដែលសារព័ត៌មានទាំងនេះបានលើកឡើងសុទ្ធតែជាប់ទាក់ទងនឹងការលក់ទីផ្សារហិរញ្ញវត្ថុទាំងអស់រួមមានតម្លៃហ៊ុនមូលបត្រនិងផលិតផលរួមទាំងអត្រាការប្រាក់បច្ចុប្បន្នសុទ្ធតែជាប់ទាក់ទងនឹងការលក់ទាំងអស់ក្នុងឋានៈជាអ្នកលក់អាជីពអ្នកគឺជាបុគ្គលមានឥទ្ធិពលនៅក្នុងសង្គមមានសំណួរតែមួយគត់គឺតើអ្នកពូកែលក់កម្រិតណាអស់រយៈពេលជាច្រើនឆ្នាំដែលការលក់ត្រូវបានគេយល់ឃើញថាជាអាជីពថ្នាក់ទាបមានមនុស្សជាច្រើនខ្មាស់អៀនក្នុងការប្រាប់ថាខ្លួនជាអ្នកលក់មនុស្សភាគច្រើនមានអគតិជាមួយអ្នកលក់មុននេះមិនយូរប៉ុន្មានមានប្រធានក្រុមហ៊ុនដែលជាប់លំដាប់ Fortune 500មួយកន្លែងបានប្រាប់អ្នកសារព័ត៌មានថានៅទីនេះយើងចាត់ទុកថាការលក់ជាផ្នែកថ្នាក់ទាបនៃធុរកិច្ចក្រុមហ៊ុនដ៏ល្អបំផុតទស្សនៈនេះកំពុងប្រែប្រួលយ៉ាងឆាប់រហ័សបច្ចុប្បន្នក្រុមហ៊ុនល្អបំផុតនឹងមានអ្នកលក់ពូកែបំផុតក្រុមហ៊ុនលំដាប់លេខ2មានអ្នកលក់ពូកែលំដាប់លេខ2ក្រុមហ៊ុនលំដាប់លេខ3កំពុងធ្វើដំណើរទៅកាន់ក្តីអន្តរាយអង្គភាពដែលទទួលជោគជ័យខ្លាំងបំផុតលើលោកជាអង្គភាពដែលមានផ្នែកលក់ស្ថិតនៅកម្រិតកំពូលមហាវិទ្យាល័យជាច្រើនកន្លែងបានបើកបង្រៀនមេរៀនអំពីការលក់អាជីពចាត់ទុកថាមានការផ្លាស់ប្ដូរដ៏ធំបើប្រៀបធៀបទៅនឹងកាលពី3ឆ្នាំកន្លងទៅនេះមាននិស្សិតជាច្រើនទាំងស្រីនិងទាំងប្រុសដែលទើបបញ្ចប់ការសិក្សាថ្នាក់ឧត្តមបានសម្លឹងរកតំណែងការងារជាអ្នកលក់នៅក្រុមហ៊ុនធំវាបានធ្វើឲ្យ CEO របស់ក្រុមហ៊ុនដែលជាប់លំដាប់ Fortune 500ដែលឈានឡើងទៅកាន់តំណែងខ្ពស់បំផុតចេញពីផ្នែកលក់ច្រើនជាង CEO ដែលឡើងតំណែងពីផ្នែកផ្សេងៗរបស់ក្រុមហ៊ុនអ្នកជំនួញស្ត្រីដ៏មានឥទ្ធិពលនៅអាមេរិកនាបច្ចុប្បន្ននេះគឺ Carly Fiorina ជាប្រធាននិងជា CEO របស់ក្រុមហ៊ុន HP ក្រោយពីពេលទទួលបានបរិញ្ញាបត្រប្រវត្តិសាស្ត្រមជ្ឈិមសម័យពីមហាវិទ្យាល័យ Stanford នាងចាប់ផ្ដើមធ្វើការជាបុគ្គលិកលក់នៅ AT&T
នឹងឈានឡើងពីបុគ្គលិកលក់ Pet Malkahi ប្រធានរបស់ Xerox ក៏ឡើងពីតំណែងបុគ្គលិកលក់ដូចគ្នាដែរមានក្រុមហ៊ុនជួរមុខចំនួនមិនតិចទេនៅលើលោកនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលដែលមានអតីតភាពជាអ្នកលក់ចំណូលខ្ពស់និងស្ថិរភាពក្នុងទូនាទីការងារអ្នកគួរមានមោទនភាពក្នុងការធ្វើជាអ្នកលក់អាជីពសមត្ថភាពក្នុងការលក់ជួយឲ្យអ្នកមានចំណូលខ្ពស់និងស្ថិរភាពពេញមួយជីវិតនៃការធ្វើការទោះបីសេដ្ឋកិច្ចប្រែប្រួលទៅទិសណាអ្នកលក់ដ៏ពូកែនឹងជាបុគ្គលដែលគេត្រូវការជានិច្ចមិនថាក្រុមហ៊ុននិងឧស្សាហកម្មហួសសម័យឬបិទទ្វារច្រើនប៉ុណ្ណាអ្នកលក់ដ៏ពូកែតែងជាបុគ្គលដែលគេត្រូវការជានិច្ចពេលអ្នកមានភាពឆ្នើមក្នុងការលក់អ្នកនឹងអាចសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួន 70% នៃសេដ្ឋីដែលមានទ្រព្យសម្បត្តិដោយកម្លាំងញើសឈាមរបស់ខ្លួនឯងនៅអាមេរិកជាម្ចាស់ធុរកិច្ចឬជាមនុស្សដែលចាប់ផ្ដើមធុរកិច្ចរបស់ខ្លួនពួកគេរកឃើញគំនិតសម្រាប់ទំនិញឬសេវាកម្មដែលមិនដូចគេឯងបង្ហាញនៅលើទីផ្សារឬដឹងថាខ្លួនមានទំនិញឬសេវាកម្មល្អជាងគូប្រជែងទើបចាប់ផ្ដើមធ្វើធុរកិច្ចរបស់ខ្លួននៅក្នុងចំណោមម្ចាស់ធុរកិច្ចទាំងនោះមានជំនាញមួយដ៏សំខាន់បំផុតអំពីជោគជ័យគឺសមត្ថភាពក្នុងការលក់រីឯជំនាញផ្សេងៗអាចជួលអ្នកដទៃមកធ្វើជំនួសបានសមត្ថភាពក្នុងការលក់គឺជាបច្ច័យចម្បងដែលកំណត់ការស្លាប់រស់ចំពោះក្រុមហ៊ុនថាបរាជ័យឬជោគជ័យ 5% នៃសេដ្ឋកិច្ចដែលមានដោយកម្លាំងញើសឈាមខ្លួនឯងនៅអាមេរិកជាអ្នកលក់ដែលធ្លាប់ធ្វើការឲ្យអ្នកដទៃហេតុនេះទើបសព្វថ្ងៃអ្នកលក់ជាបុគ្គលមួយក្រុមដែលរកចំណូលបានខ្ពស់បំផុតនៅអាមេរិកជាញឹកញាប់ពួកគេរកចំណូលបានច្រើនជាងពេទ្យមេធាវីថវិកាករនិងអ្នកមានការសិក្សាខ្ពស់ទៅទៀតការងារផ្នែកលក់ជាអាជីពដែលអាចរកចំណូលឲ្យអ្នកបានយ៉ាងមហាសាលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកគ្មានព្រំដែនឡើយបើអ្នកទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវមានជំនាញនិងលក់ទំនិញដែលសមស្របនៅលើទីផ្សារសមស្របហើយនោះអ្នកនឹងអាចរកប្រាក់បានដោយគ្មានដែនកំណត់ការលក់ជាអាជីពមួយដែលអ្នកអាចចាប់ផ្ដើមដោយជំនាញរបស់ខ្លួនឬការហ្វឹកហាត់បន្តិចបន្តួចមិនថាអ្នកធ្លាប់រៀនអ្វីឬធ្វើការអ្វីមកពីមុនអ្នកក៏នៅតែអាចធ្វើការងារជាអ្នកលក់បានដែរកិច្ចការនេះនឹងធ្វើឲ្យអ្នកអាចសាងវិថីជីវិតដែលល្អប្រសើរជាងមុននៅក្នុងរយៈពេលមិនលើសពី1ឆ្នាំឡើយគោលការណ៍ 80-20 នៃការលក់កាលខ្ញុំចាប់ផ្ដើមលក់មានមនុស្សមកប្រាប់អំពីគោលការណ៍ Pareto ដល់ខ្ញុំឬហៅម្យ៉ាងទៀតថាច្បាប់ 80-20 គេបានប្រាប់ថាអ្នកលក់ជើងខ្លាំងនៅក្នុងក្រុមកម្រិតខ្ពស់បំផុត 20% រកចំណូលបានស្មើនឹង 80% នៃចំណូលទាំងអស់ហើយអ្នកលក់នៅកម្រិតក្រោមបំផុត 80% រកចំណូលបាន 20% នៃចំណូលទាំងអស់អូហូខ្ញុំនៅវ័យក្មេងពោពេញដោយកម្លាំងនៅឡើយរឿងនេះបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ភ្លាមទើបខ្ញុំសម្រេចចិត្តនៅពេលនោះថាខ្ញុំនឹងធ្វើឲ្យជាប់នៅក្នុងក្រុមខាងលើបំផុត 20% ឲ្យខានតែបានបន្ទាប់ពីនោះមកខ្ញុំបានដឹងថានេះគឺជាការសម្រេចចិត្តគ្រាសំខាន់បំផុតដែលចាត់ទុកជារបត់កែប្រែជីវិតរបស់ខ្ញុំសូមបញ្ជាក់ម្ដងទៀតអ្នកលក់នៅក្នុងក្រុមកម្រិតលើបំផុត 20% បង្កើនអត្រាការលក់បាន 80% នៃអត្រាលក់រួមនិង 80% នៃប្រាក់ចំណូលរួមអ្នកលក់ក្នុងកម្រិតក្រោមបំផុត 80% ធ្វើបានត្រឹមតែ 20% នៃចំណូលទាំងអស់ភារកិច្ចរបស់អ្នកគឺសម្រេចចិត្តចូលទៅក្នុងក្រុមលំដាប់ខាងលើ 20% និងរៀនវិធីសាស្ត្រដែលធ្វើឲ្យអ្នកទៅដល់ចំណុចនោះបានលើសពីនេះគោលការណ៍របស់ Pareto មានផលចំពោះអ្នកលក់ក្រុមកម្រិតលើបំផុត 20% ទៀតដូចគ្នាគោលការណ៍នេះបានលើកឡើងថាក្រុម 20% ដំបូងនៃក្រុមអ្នកលក់កម្រិតលើបំផុត 20% នេះមាន 4% នៃចំនួនអ្នកលក់ទាំងអស់ដែលរកចំណូលបាន 80% នៃប្រាក់ចំណូលដែលក្រុមអ្នកលក់កម្រិតលើបំផុត 20% នោះធ្វើបានរួមគ្នាអូហូនៅក្នុងក្រុមអ្នកលក់ខ្នាតធំគ្រប់កន្លែងមានអ្នកលក់ត្រឹមតែ4ឬ5នាក់ប៉ុណ្ណោះពីចំនួន100នាក់ដែលធ្វើអត្រាលក់និងចំណូលស្មើអ្នកលក់ដែលនៅសល់រួមគ្នាទៅទៀត